នេះគឺជាវីដេអូទី3របស់ខ្ញុំហើយថ្ងៃនេះខ្ញុំនិយាយរឿងមួយដែលខ្ញុំចង់និយាយយូរដែរចាំមើលដែលឆ្ងល់ខេត្តអីបាននៅពេលដែលយើង interview ការងារឬក៏ទៅធ្វើអីគេក៏ដោយគេតែងតែសួរយើងថា5ឆ្នាំក្រោយយើងចង់ខ្លាចជាអីអ្នកណាឆ្ងល់ហើយគេសួរអញ្ចឹងហើយពេលខ្លះយើងចេះពេលខ្លះចេះនិយាយលេងបើខ្ញុំដឹងថាខ្ញុំធ្វើអីខ្ញុំមក interview ទៅអីអញ្ចឹងឬក៏យើងគិតថាមិនខ្ញុំដឹងថា5ឆ្នាំក្រោយខ្ញុំធ្វើអីបើឥឡូវខ្ញុំមិនដឹងស្អីផងវាអញ្ចឹងយើងតែគិតក្នុងចិត្តនិយាយលេងបែបអញ្ចឹងក៏ប៉ុន្តែតាមពិតខ្ញុំគិតថាសំណួរហ្នឹងវាល្អមែនតើល្អសម្រាប់អនាគតរបស់យើងហើយអនាគតរបស់ក្រុមហ៊ុនគេសួរយើងគឺគេមានគោលដៅរបស់គេចង់ដឹងថាតើយើង5ឆ្នាំក្រោយហ្នឹងណាយើងពិតជាមានចក្ខុវិស័យត្រូវផ្លូវជាមួយនឹងក្រុមហ៊ុនរបស់គេឬក៏អត់ឧទាហរណ៍បើសិនជាយើងនិយាយថាឥឡូវ5ឆ្នាំក្រោយឥឡូវឧទាហរណ៍ថាឥឡូវយើងទៅ interview ការងារគេថា web developer មួយអញ្ចឹងឧទាហរណ៍ខាង IT អញ្ចឹងហើយយើងគេសួរយើងថា5ឆ្នាំក្រោយយើងចង់ខ្លាចជាអីបើសិនយើងឆ្លើយថា5ឆ្នាំក្រោយខ្ញុំចង់ទៅលក់កាហ្វេខ្ញុំគិតថា interview ទោះបីយើងប្រកែប៉ុណ្ណាក៏យើងធ្លាក់ដែរតែនិយាយយើងខ្លាំងប៉ុណ្ណាក៏ដោយបើខ្ញុំជា HR ខ្ញុំឲ្យធ្លាក់ដែរព្រោះសារតែខ្ញុំជឿថាជាក្រុមហ៊ុនណាគេមិនដែរចង់បានបុគ្គលិកធ្វើការ1ឆ្នាំ2ឆ្នាំហើយរត់ចោលទេអានេះខ្ញុំនិយាយអានេះខ្ញុំសារឥឡូវខ្ញុំទៅយល់ទេតែពីមុនខ្ញុំខំរត់ចោលគេដែរអូខេអាហ្នឹងឲ្យ clear និយាយ clear ចាំមើលធម្មតាក្រុមហ៊ុនជឿថាគេចង់បានបុគ្គលិកដែលរបៀបធ្វើការឲ្យគេហើយរបៀបស្មោះស្ម័គ្រនៅជាមួយនឹងគេចឹងទៅអា vision ហ្នឹងសំខាន់មែនតើនៅពេលដែលយើងឆ្លើយទៅត្រូវចក្ខុវិស័យរបស់ក្រុមហ៊ុនគេដូចថាអូ5ឆ្នាំក្រោយខ្ញុំចង់ឲ្យ web ហ្នឹង website របស់ក្រុមហ៊ុនគេទៅជាបែបនេះផ្ដល់ភាពងាយស្រួល web នេះដល់អតិថិជនវានឹងកាត់បន្ថយការចំណាយចេះខ្ញុំជឿថាហ្នឹងគឺគេចង់បានយើងហ្មងទោះបីជាឥឡូវយើងអត់សូវចេះអីច្រើនក៏ប៉ុន្តែគេមើលឃើញថាមនុស្សហ្នឹងគឺមាន vision ចក្ខុវិស័យដែលស្តៀងទៅនឹងក្រុមហ៊ុនរបស់គេដែលគេអាចបដោះបដាលបានណាខ្ញុំគិតថាហ្នឹងគឺជាសំណួរដែលគេសួរថាហេតុអីគេចង់គេសួរថាយើង5ឆ្នាំមកចង់ខ្លាចជាអីគេចង់ថាយើងអាឡានជាមួយនឹងក្រុមហ៊ុនរបស់គេឬក៏អត់តោះនិយាយឲ្យខ្ញុំគិតថាអាហ្នឹងវាមិនសំណួរមួយដែលគេសួរហើយដើម្បីផលប្រយោជន៍របស់ក្រុមហ៊ុនរបស់គេណាបើយើងគិតមែនតើអាហ្នឹងផលប្រយោជន៍របស់យើងដែរយើងមិនមែនឆ្លើយឲ្យតែយកល្អទេណាអាហ្នឹងយើងឆ្លើយយើងត្រូវសួរខ្លួនឯងថាជួយ5ឆ្នាំក្រោយចង់ខ្លាចជាអីបើសិនជាឧទាហរណ៍ឥឡូវចិត្តរបស់យើងពិតជាចង់ទៅលក់កាហ្វេមែនហើយយើងទៅ interview អញ្ចឹងខ្ញុំគិតថាអាហ្នឹងគឺយើងខាតទាំងអស់គ្នាហ្មងក្រុមហ៊ុនហ្នឹងក៏ខាតហើយយើងទៅកុហកគេទៀតហើយយើងខាតខ្លួនឯងដែរទាំងដែលចាក់ស្ដីយើងចង់ទៅលក់កាហ្វេហ្នឹងរបៀបអញ្ចឹងខ្ញុំនិយាយកន្លែងហ្នឹងខ្ញុំគិតថាបើសិនយើងដឹងថាយើងត្រូវទៅ interview យើងសួរខ្លួនឯងហើយថាជួយ5ឆ្នាំក្រោយចង់ធ្វើជាអីគេហើយបើអញទៅនៅក្រុមហ៊ុនហ្នឹងតើខ្ញុំពិតជាអាចនឹងសម្រេចអាចក្ខុវិស័យរបស់ខ្ញុំបាននឹងឬក៏អត់ក្រុមហ៊ុននឹងជួយខ្ញុំបានឬក៏អត់ហើយក្រុមហ៊ុនគេមើលដូចគ្នាថាអូយើងមិនយើងមានចក្ខុវិស័យស្រាប់ទេអញ្ចឹងគេថាអត់រំរងតិចទៅអាចដើរមួយគ្នាបានទេក៏ប៉ុន្តែចក្ខុវិស័យមិន fix យកទេខ្ញុំជឿថាហ្នឹងវាតែតែមានរឿងលៀងតិចតួចអញ្ចឹងតែវាមិនលៀងខ្លាំងទេវាមិនឲ្យយើងប្រេះចាក់ដូចពីធ្វើ web ទៅលក់កាហ្វេទេវាមិនប្រេះចាក់ដល់ប៉ុណ្្នឹងអាចថាយើងធ្វើ web ទៅយើងអាចបែកទៅแบบចិត្តហ្នឹងអញ្ចឹងទៅ back end ទៅអីហ្នឹងហើយយើងទៅ front តែពេលយើងធ្វើទៅបែកទៅ back end អញ្ចឹងទៅឧទាហរណ៍ឬក៏យើងបែកទៅជា project manager ទៅអីផ្សេងដែរពីដំបូងយើងគិតថាយើងធ្វើតែtechnical អីចឹងទៅពេលទៅយើងបានឡើងទៅ manager ឡើងទៅអីទៀតអូខេអាហ្នឹងប៉ុណ្ណឹងហើយខ្ញុំគិតថាមួយទៀតការរើដៃគូដូចគ្នាខ្ញុំទៅចាប់អារម្មណ៍អារឿងហ្នឹងឥឡូវដូចគ្នាដែរទេបើខ្ញុំចាប់អារម្មណ៍ពីមុនខ្ញុំប្រហែលជាមេតាមកនិយាយខ្ញុំអូខេចាំមើលអារឿងដែររើដៃគូខ្ញុំគិតថាវាដូចយើងសួរគ្នាថាlike ចក្ខុវិស័យរបស់យើង5ឆ្នាំក្រោយខ្លាចជាអីចឹងព្រោះពេលខ្លះខ្ញុំគិតថាមនុស្សយើងវាយ៉ាងស្រឡាញ់គ្នាយើងខ្ញុំសុំទោសបើសិនខ្ញុំនិយាយទៅ like ខ្ញុំគិតថាតែខ្លះអត់ agree ជាមួយអីខ្ញុំពោលនិយាយក៏ប៉ុន្តែចាំមើលឥឡូវខ្ញុំនិយាយ idea របស់ខ្ញុំណាគ្រាន់តែស្ដាប់ទៅបានទេ agree ក៏បានអត់ក៏បានតែចិត្តទេបើសិនជាឧទាហរណ៍ថាមនុស្ស2នាក់ហ្នឹងមានចក្ខុវិស័យខុសគ្នាម្នាក់ដូចថាគាត់រើដៃគូមកដើម្បីតែដូចថាឥឡូវម្នាក់រើមកដើម្បីគាត់ណាកាត់បន្ថយអាភាពអបសុខរបស់គាត់នៅក្នុងជីវិតរបស់គាត់រាល់ថ្ងៃចឹងហើយគាត់មានចក្ខុវិស័យ5ឆ្នាំទៅក្រោយថាចង់ខ្លាចជាអីទេតែម្នាក់ទៀតគាត់មានឧទាហរណ៍ថ្ងៃក្រោយគាត់ថា5ឆ្នាំទៀតគាត់ចង់រៀបការអានឹងនិយាយគាត់ឡើងថាអានឹងមួយបានរៀបការនៅមួយគ្នាចឹងទៅក៏ប៉ុន្តែម្នាក់ទៀតអត់មានទេអញ្ចឹងមានន័យថាពីអ្នកគាត់គឺអត់អាឡាញគ្នាបានហើយខ្ញុំគិតថាភាគរយរបស់គ្នាគឺច្រើនខ្លាំងមែនតើជឿខ្ញុំអត់
ผมchưa xạ với xạ nhưng mà kịch ui thao thả lớn mình đã có bên cô đây có không phần thua ca có không phần áp vọt khuôn anh hồ lôi ở center đằng bay đi dùng một tập tôi ca chẳng ai ca nào một khi chúng ta có thể hiện đi việc họ trong nấu tham một ấy chứ thật ra con mới chạy có bị sai con mới khơi nó ô thèm chăng có thời cai cho nên anh thời ca lôi vấn đề đằng bay co sang cổ sai vậy có một tay mình đã tiết cốt còn này để đằng bay having fun để đằng bay ốc bóng ba đạp hiệp ốc sọc được bây tới còn bên cô đang gồm kia mình đến cợt không thì rồi thôi ca tới thòng này tới khá tết đi để sao miếng nào cô đang không ca đâu mười kia chứ tới số kia chứ khỏi tập bài đưa cổ số kia chứ ignore chào chứ để sao thì có đăng thang giải cái đầm bay ấy đầm bay cái giải kia này rồi chắc chứ mình tha nhưng mà tha ca nghe hưởng ở ca interview nó cả đói hưởng đây cu nó cả đói bởi sân chìm được pin ăn miên chả không bị sai khó khía cái hai vision đó nhưng mà tha làm hiện bao nhiêu thì định hướng ca nghe như là dương ách có họ cái bàn ok có họ cái bàn vì từ bốn tham thèm xem khối trong khai chuyển đi có bàn tay bởi sân dương là small thòng mười con nãy cái này nữa dương đa đá những bike play bị game rồi chân hai hướng đây cô định này nhưng chưa tham bởi sân dương là bên cô đá room kia game môi tế ọt mơ khơi thèm trăm khối thắc ca thế rồi còn tham nè cái mình thầm 4 năm mấy cái ba này nó như ai chả ba này thật của nhưng cái gì chỉ nói mới để make sense giờ tới một lời đã hùm play một cái bán nhưng có thể thầm apple plus one rồi có minus one rồi có minus two rồi apple two thầm bên nó cứ dân ái đa một cái bàn mình tha ưu thọ lấy dân nó cầm rệt thèm mình đã tiết nó cầm rệt bầm muối rồi có bầm pớl rồi có quất nó cầm rệt 4 rồi có bấy dân ai được và thôi mà cam mất quạt lao mà cam mất smile kia thật ok chứ dân buôn từ dân buôn này chứ dân ai lao từ to thiệt bàn này rồi có quạt bầm pớl dân thèm dương anh lang tới bầm muối tức còn anh bật thôi standard mau thầm bầm muối tức dương anh đau một cái ba nó vô là có phần tái bờ sân chìm mình nè thèm mình nè muối bật thôi tờ lái có anh nghi mạch thế này với bà chứ nhưng cái thà nó bia sầm khan mình tên để được việc ca nghĩ cho mùi nè đây cô ấy đó thời tầm miên vision thời miên chả không bị say miên gold mùi room kia bỏ những cái bay play này yeah bên bye bye